បាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទហើយគណៈពេលនេះគឺខាងក្រុមហ៊ុនយើងខ្ញុំបានរៀបចំឈុតម៉ាស៊ីនបត់ទឹកសុទ្ធបាទខនាត3000លីត្រក្នុង1ម៉ោងបាទហើយម៉ាស៊ីននេះគឺយើងប្រើជាប្រភេទស្មាច់បាទដោយសារតែអំប្រុសគាត់បានរើសជាមួយនឹងធុងស្មាច់បាទហើយទឹកដែលគាត់ចម្រោះចេញមកនោះគឺដើម្បីយកឲ្យគោគាត់ផឹកបាទគោដែលគាត់ចិញ្ចឹមយកទឹកដោះបាទហើយឈុតនេះគឺគាត់កំងជាមួយនឹងទីបអ៊ីណុកបាទដែលចេញជាទឹកសុទ្ធនោះគឺគាត់កំងជាមួយនឹងទីបអ៊ីណុកបាទហើយអ៊ីណុកនេះគឺប្រើប្រភេទ304បងប្អូនបាទតែគឺវាអត់ចេះជ្រះទេបងប្អូនបាទហើយយើងសម្រិតសម្រាំងមែនតើបាទការដំឡើងការរៀបចំជូនគាត់បាទហើយនឹងការប្រឹក្សាគឺផ្ដល់ជូនគាត់ទាំងសេវាកម្មហើយនឹងគុណភាពបាទការដំឡើងគឺធានាជូនគាត់តែម្ដងបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបំណងចង់បានម៉ាស៊ីនដែលមានគុណភាពល្អបាទដាក់ទៅដំណើរការទឹកឆ្ងាញ់បាទជាមានឯកទេសច្បាស់លាស់ក្នុងការផលិតម៉ាស៊ីនជូនពុកម៉ែបងប្អូនបាទហើយជាពិសេសគឺពុកម៉ែបងប្អូនដែលមានប្រភពទឹកបាទមិនថាទឹកស្រះទឹកកាពាំងទឹកទន្លេទឹកដងនេះគឺយើងអាចយកមកចម្រោះទឹកសុទ្ធបានប៉ុន្តែត្រូវទាមទារពុកម៉ែបងប្អូនប្រឹក្សាជាមួយខាងក្រុមហ៊ុនយើងខ្ញុំសិនបាទឈុតនេះគឺពុកម៉ែបងប្អូនអាចមើលបានគឺធុងស្មាច់មកកាត់ខ្សែបាទយើងប្រើរហូតដល់4គ្រាប់បាទគឺយើងអត់កេងគ្រឿងសម្រាប់កេងអីវ៉ាន់ទេបាទគឺយើងដាក់ពេញຂະຫນាតជូនបងប្រុសតែម្ដងបាទហើយក្រុមម៉ាស៊ីនដែលចេញពីក្រុមហ៊ុនរីត្រាគេមកនេះគឺពុកម៉ែបងប្អូនអាចសិក្សាបានបាទគឺយើងប្រើប្រាស់ជាមួយនឹងអីវ៉ាន់ល្អបាទចំណោះទឹកចេញមកគឺគ្រប់លិតជូនពុកម៉ែបងប្អូនតែម្ដងបាទមិនត្រឹមតែគ្រប់ទេគឺលើសទៀតបងប្អូនបាទហើយពុកម៉ែបងប្អូនអាចមើលបានអញ្ចឹងបាទការរុញម៉ូទ័រចេញពីធុងចម្រោះស្មាច់នេះគឺយើងប្រើជាមួយនឹង3ម៉ាសេះកន្លះបាទម៉ូទ័រធំដែរហើយខាងនេះច្រោះទឹកសុទ្ធបាទគឺម៉ូទ័រធំបាទ3សេះបាទអញ្ចឹងពុកម៉ែបងប្អូនបាទបើសិនមានចម្ងល់តាក់ទងជាមួយនឹងផលិតម៉ាស៊ីនរត់ទឹកសុទ្ធបាទមិនថាជាຂະຫນាតធុងស្មាច់ប្រភេទចេះបាទឈុតធម្មតាឬក៏ឈុតអ៊ីណុកបាទអ៊ីណុកគឺយើងប្រើធុងចម្រោះខាងក្រោយគឺអ៊ីណុកទាំងអស់ហើយទូក៏អ៊ីណុកដែរបាទប៉ុន្តែគាត់ថាតយោគឺយើងប្រើតយោជ័រធម្មតាទេបងប្អូនបញ្ជាក់បន្តិចអ៊ីណុកគឺវាល្អជាងតយោធម្មតាប៉ុន្តែគឺវាមានតម្លៃថ្លៃជាងតយោធម្មតាបាទធម្មតាទេបងប្អូនដោយសារតែរបស់ល្អគឺវាតម្លៃខ្ពស់ជាងបន្តិចហើយអញ្ចឹងពុកម៉ែបងប្អូនអាចសិក្សាបានបាទតែជាទូទៅយើងអាចប្រើជាមួយតយោធម្មតាក៏បានដែរបងប្អូនបាទតាមលទ្ធភាពពុកម៉ែបងប្អូនមានអញ្ចឹងបាទអញ្ចឹងព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចចែកទៅមកបានបាទបើសិនជាក្នុងវីដេអូនេះខ្ញុំរៀបរាប់ជូនពុកម៉ែបងប្អូននៅចម្ងល់ផ្សេងអត់អស់ទេអញ្ចឹងពុកម៉ែបងប្អូនអាចខមមិនខាងក្រោមបាទឬក៏តាក់ទងនៅក្នុង Facebook Page របស់ខាងក្រុមហ៊ុននេះខ្ញុំបានបងប្អូនបាទអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាហើយអញ្ចឹងពុកម៉ែបងប្អូនបើសិនជាមានចម្ងល់ឬក៏ចង់បានម៉ាស៊ីនចង់បានសេវាកម្មណាមួយមិនថាជាការជួសជុលការវាយដូរម៉ាស៊ីនការទិញម៉ាស៊ីនថ្មីអីពុកម៉ែបងប្អូនអាចតាក់ទងមកបានបងប្អូនបាទមិនថាជាចម្ងល់មុននឹងបើកបាទមុននឹងបើកដាក់ម៉ាស៊ីនដើម្បីចម្រោះទឹកសុទ្ធលក់គឺពុកម៉ែបងប្អូនក៏អាចតាក់ទងមកបានដែរបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទយើងជួបគ្នានៅវីដេអូក្រោយៗដែលយើងដំឡើងម៉ាស៊ីនរួចជាបន្តទៀតបាទអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណ